បាទសូមគោរពបាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានមេរៀនមួយតាក់ទងជាមួយនឹង lesson B បាទ I'm not sure but I think បាទ I'm not sure but I think នៅក្នុង the title គឺមែនតើនេះគឺចង់និយាយអំពី certainty and uncertainty អូខេអញ្ចឹង certainty តាក់ទងជាមួយនឹងភាពជាក់លាក់ប្រកបប្រជារបស់បុគ្គលណាមួយបាទឧទាហរណ៍ថាខ្ញុំយល់អំពីមាសក្នុងថ្ងៃនេះ$361ឧទាហរណ៍បាទអញ្ចឹងបើខ្ញុំដឹងច្បាស់ខ្ញុំនិយាយថា I'm positive ឬក៏ I'm certainty បាទអញ្ចឹងដោយសារតែយើងប្រកបប្រជាហើយថ្ងៃហ្នឹងយើងដឹងព័ត៌មានច្បាស់ប៉ុន្តែបើយើងដឹងព័ត៌មានមិនច្បាស់គឺតកតងជាមួយនឹង expressing uncertainty បាទ I'm not sure ណា I'm not sure but I think បាទអញ្ចឹងខ្ញុំអត់ប្រកាសទេប៉ុន្តែខ្ញុំគិតថាមាសគឺ$365ក្នុងមួយជីនិយាយតែឧទាហរណ៍បាទតោះអញ្ចឹងមុននឹងយើងយល់តកតងជាមួយនឹង expressing certainty និង uncertainty សូមបងប្អូនសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាកលែងទៅមើលបាទ conversation តកតងជាមួយនឹង Mike and Jenny ណាអញ្ចឹងឥឡូវនេះអ្នកគ្រូលោកគ្រូទាំងអស់គ្នាខ្លាចទៅជាកូនសិស្សរបស់ខ្ញុំណាតោះអញ្ចឹង lesson B I'm not sure but I think Mike ក៏បាននិយាយថាតោះ let's go over more questions before our test tomorrow តោះឥឡូវយើងទៅមើលសំណួរមួយចំនួនមុនថ្ងៃប្រឡងរបស់ពួកយើងបាទអញ្ចឹង over មកពី we បាទ over test tomorrow របស់ពួកយើងនៅថ្ងៃណា tomorrow បាទថ្ងៃស្អែកអញ្ចឹង before មានន័យថាយើងមើលមុនបាទមុនពេលប្រឡងមកដល់ Jenny ក៏និយាយថា okay what was the original name of New York City បាទ what was the original name of New York City អញ្ចឹងម៉ៃគាត់ឆ្លើយមកថា it was New Amsterdam បាទ it was New Amsterdam បាទ Amsterdam អញ្ចឹងមានន័យថាឈ្មោះ original របស់ New York City គឺ New Amsterdam អញ្ចឹង Jenny គាត់សួរថាតាមនេះឯងច្បាស់ឬអត់បាទ Are you sure Are you sure ម៉ៃគាត់ច្បាស់គាត់ប្រើអីគេ certainty អញ្ចឹងគាត់និយាយថា I'm positive អូខេ I'm positive នេះអញ្ចឹងនៅក្នុងណាបាទ I'm positive បាទ I'm certainty អាហ្នឹង I'm sure ណាតោះហើយយើងមើល conversation មួយទៀតដែលតាក់ទងជាមួយនឹងភាពដែលមិនប្រកបប្រជាមិនច្បាស់លាស់អីចឹងទៅអញ្ចឹង Jenny ក៏និយាយថា correct this one is more difficult បាទឬក៏យើងអាចកាត់ is ទាំងចោលបានដែរ this one's more difficult បាទអញ្ចឹងគាត់និយាយ correct នោះមានន័យថាតាក់ទងជាមួយនឹង conversation 1ឥឡូវនេះគាត់និយាយពីសំណួរមួយទៀតបាទគាត់ថាត្រូវហើយនេះគឺជាសំណួរដែលពិបាកមួយទៀតណា one more question អញ្ចឹង Jenny ក៏សួរថា who was Plato's teacher បាទ who was Plato teacher អញ្ចឹងឡើយនេះគេអាន Plato មិនមែន Plato ទេណាបងប្អូនបាទតើអ្នកណាជាគ្រូរបស់ Plato ហ្នឹងអ្នកណាគេគាត់ឈ្មោះអីគាត់ជាលោកណាអញ្ចឹងម៉ៃគាត់និយាយមកតាមគាត់ចេះបាទឬក៏គាត់នេះក៏អត់ចេះតែគ្នាតើតើជាមួយនឹង uncertainty I'm not sure but I think បាទ I'm not sure but I think គាត់អត់ច្បាស់ទេប៉ុន្តែគាត់ធ្លាប់ដឹងរឿងនឹងពីមុនមកតែគាត់ឆ្លើយទៅតែអត់ច្បាស់បាទអត់ច្បាស់ទេអញ្ចឹងយើងនិយាយថា I'm not sure but I think it was Aristotle បាទ Aristotle ចឹងខ្ញុំអត់ច្បាស់ទេប៉ុន្តែខ្ញុំគិតថាប្រហែលជា Aristotle គឺជាគ្រូរបស់ Plato អញ្ចឹង Jenny ក៏ឆ្លើយមកវិញជាសំណោយមកគឺថា actually but Aristotle was Plato's student បាទអញ្ចឹងមានន័យថាពិតណាស់ Aristotle គឺជាកូនសិស្សរបស់ Plato ទេបាទអញ្ចឹងគាត់និយាយចុងក្រោយគឺ Socrates was his teacher អញ្ចឹង Socrates ទេគឺជាគ្រូរបស់ Plato ហើយម៉ៃគាត់និយាយថា alright បាទ alright เป็นពិតប្រកបណាស់អញ្ចឹងសំណួរសំណួរសុខទុក្ខតទៅជាមួយនឹងកន្សោមបាទទាំង6តទៅជាមួយនឹង expressing certainty ជាមួយនឹង expressing uncertainty តទៅជាមួយនឹងភាពប្រកបប្រជាភាពពិតច្បាស់ដែលយើងដឹងជាមួយនឹងភាពដែលយើងមិនដឹងច្បាស់បាទមិនដឹងប្រកបណាអញ្ចឹងគឺមាន6បាទតទៅជាមួយខាងនេះគឺខាងដែល certainty ហើយ conversation ខាងនេះគាត់និយាយពី uncertainty តោះឥឡូវយើងទៅមើលសំណួរតើអ្នកណាអ្នកសួរសំណួរបាទល្អណាស់អញ្ចឹង Jenny ក៏អ្នកសួរតាក់ទងជាមួយនឹង exam របស់គាត់ណាគាត់នឹងមាន test tomorrow អញ្ចឹងគាត់សួរទៅម៉ៃហើយម៉ៃគាត់ច្បាស់ហើយតាក់ទងជាមួយនឹងបាទ
it was new and Amsterdam បាទចឹងគេយល់ថា are you sure ចឹងគាត់និយាយនេះ I'm positive ចឹង teacher លើកទឹកចិត្តណាកន្លែងនេះមុននឹងយើងរៀនហើយយើងអាចដូរកន្លែងនេះបានណាយើងចង់ដូរ I'm positive នឹងដូរដាក់ I'm sure ក៏បាន3នេះយើងប្រើមួយណាក៏បានដែរណាបាទឬក៏ដូរដាក់កណ្ដាលនេះក៏បានដែរ I'm certainty ណាកន្លែងនេះបាទចឹងកន្លែងនេះតកតងជាមួយនឹងការផ្លាស់ប្ដូរដូចគ្នាតកតងជាមួយនឹងនេះ I'm not sure but I think ចឹងយើងដូរបានណា I'm not certain but I think ណាយើងអាចដូរមួយណាក៏បានដែរណា I'm not positive but I think ណាចឹងឲ្យតែមានពី I'm not បាទ I'm not sure I'm not certain I'm not positive but I think ចឹងកន្លែងនេះគឺតកតងជាមួយនឹងការដែលយើងខ្លួនឯងហ្នឹងមិនប្រកបប្រជានឹងចម្លើយទេបើតែយើងគិតថាវាចឹងទៅតកតងជាមួយនឹង certainty ទីជើបញ្ជាក់ម្ដងទៀតគឺជាភាពច្បាស់លាស់បាទច្បាស់លាស់ហើយគាត់ដឹងថា original name of New York City គាត់ដឹងថា New Amsterdam គាត់ដឹងវាជាព័ត៌មានពិតចឹងយើងអាចនិយាយ certainty ចឹងមេរៀនរបស់ teacher នៅក្នុងថ្ងៃនេះមានតែប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកនរគ្នាអាចទៅ make conversation ហើយយើងអាចប្រើ expressing តកតងជាមួយនឹង certainty ហើយនឹង uncertainty តកតងជាមួយនឹង information ផ្សេងៗនៅក្នុងការសន្ទនានេះគេនិយាយពីការ review the exam សំណួររបស់គេចឹងយើងអាចតែងជាអ្វីផ្សេងបានដូចជាការយល់ដឹងពីឡានការយល់ដឹងពីការសិក្សាអញ្ចឹងទៅអូខេចឹងយើងអាចប្រើបានព្រោះប្រយោគទាំងអស់នេះគឺអាចជួយយើងនៅក្នុងការសន្ទនាជាមួយនឹងមិត្តភ័ក្តិរបស់យើងឬក៏លោកគ្រូអ្នកគ្រូផ្សេងទៀតនៅក្នុងថ្ងៃអនាគតបាទអរគុណច្រើនសូមព្រះប្រទានពរជួបគ្នាសប្តាហ៍ក្រោយ